សួស្តីបងប្អូនទាំងអស់គ្នានៅថ្ងៃនេះនាំបងប្អូនទាំងអស់គ្នាមកដើរផ្សារនៅហ្វីលីពីនទាំងអស់គ្នាហើយចង់ដឹងថាផ្សារហ្វីលីពីនមានលក់អីគេខ្លះតាមដានវីដេអូទាំងអស់គ្នាណា Sonic, Sebastian, Scarlet, Sky. Health, beauty, kids, vlogs, cooking, travel, idea, crafts. និយាយទៅបងប្អូនទាំងអស់គ្នានៅផ្សារនៅហ្វីលីពីនគឺថាបន្លែអត់សូវសម្បូរសប្បាយដូចនៅខ្មែរទេពេលខ្ញុំចង់ស្ងោរជ្រក់អីជីនាងវងជីអាណាចង់ស្ងោរស៊ុបដាក់ជីវ៉ាន់ស៊ុយក៏អត់មានស្លឹកក្រូចសើចក៏អត់ដេងក៏អត់ពងទាក៏អត់មានហើយបើត្រីទឹកសាបប្រាប់ថាអត់មាននិយាយទៅសិតតែត្រីសមុទ្រទាំងអស់ហើយទីលាប់យ៉ាមានតែខ្ញុំមិនដឹងថាទីលាប់យ៉ានៅខ្មែរគេរាប់ជាត្រីសមុទ្រឬក៏ត្រីទឹកសាបហ្នឹងគាត់ថាបានអានឹងមួយសាច់ដូចត្រីទឹកសាបនិយាយទៅត្រីសមុទ្រហ្នឹងគឺថាសាច់ដូចត្រីកំងបងប្អូនពេលអញ្ចឹងខ្ញុំញ៉ាំតែអាហ្នឹងទេដដែលអញ្ចឹងណាផ្លែឈើក៏អត់សូវសម្បូរសប្បាយដូចយើងនិយាយទៅផ្សារយើងគឺថាច្រើនហ្មងច្រើនមុខទីស្លឹកបាយក៏អត់មានដែរមានតែដុះតាមលបងផ្ទះលបងអីចឹងដុះច្រើនណាស់ហើយតែគេដឹងថានឹងអាចញ៉ាំបានតែថាមានតកួនចិនមានផលិតមានផ្កាស្នោអីឲ្យធ្វើនំបញ្ចុកញ៉ាំអត់មានទេដល់ពេលខ្ញុំឃ្លាននំបញ្ចុកខ្ញុំមិនដឹងថាតើរកគ្រឿងនៅណាទេពេលខ្លះត្រូវឆែកប្រមើលអនឡាញគ្រឿងពីថៃតែខ្លះក៏អត់មានដែរហើយនឹងហើយបងប្អូននេះជាទស្សនវិជ្ជានៅក្នុងផ្សារទាំងមូលខ្ញុំថតបានខ្លះអត់ខ្លះហើយនៅក្នុងក្តៅណាបងប្អូននៅក្តៅខ្លាំងណាស់ផ្នែកខាងគ្រឿងនំប៉័ងក៏អញ្ចឹងដែរអត់មាននំប៉័ងវែងឲ្យយើងទេណាមាននៅក្នុងផ្សារទំនើបមិនមាននំប៉័ងវែងអានំប៉័ងគេធ្វើនំប៉័ងសាច់ចុះយូរទៅគូក្បាលខ្ញុំពោពេញទៅដល់ម្ហូបហើយនំបញ្ចុកខ្មែរនំបញ្ចុកយួនលតឆាមីឆានំប៉័ងសាច់កុំថាសម្បីតែ pizza burger ក៏ហូរជាដូចនៅខ្មែរដែរណាមីកាទៀវបាយស៊ុបហ្វឺនំប៉័ងសាច់គោអាំងប្រហិតចៀនពងមាន់អាំងនំកញ្ឆាយនំគ្រក់បាញ់ឆាវគួងណែមលោកឲ្យលោកនៅហូបច្រើនមុខទៀតនៅក្នុង ice ទៅឈួតហើយនេះបាយបងប្អូនទាំងអស់គ្នាមានតែប៉ុណ្ណឹងទេជម្រាបលាជួបគ្នានៅវីដេអូក្រោយទៀត